ទាន់ដិតម្នាក់រត់ចេញពីគុកនៅខេត្តកំពង់ចាមនិងជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធលួចកាច់សោម៉ូតូនៅប្រទេសថៃត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងនគរបាលស្រុកសំពៅលូនខេត្តបាត់ដំបងធ្វើការឃាត់ខ្លួននិងបញ្ជូនវិលត្រឡប់ទៅខេត្តកំពង់ចាមវិញហេតុការណ៍ឃាត់ខ្លួនទាន់ដិតដែលរត់ចេញពីគុកនោះចាប់តាមដេកាលេខ347ព្រហ្មទណ្ឌចុះថ្ងៃទី11ខែតុលាឆ្នាំ2012របស់ចៅក្រមស៊ើបសួរខេត្តកំពង់ចាមលោកសែតវិសិទ្ធមុនីហេតុការណ៍ឃាត់ខ្លួនទាន់ដិតនិងជនសង្ស័យខាងលើនេះធ្វើឡើងនៅក្នុងភូមិត្រពាំងប្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបងកាលពីវេលាម៉ោង 3:30 នាទីនាថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2013ទាន់ដិតដែលរត់ចេញពីគុកនោះមានឈ្មោះឡុងប៊ុនថេនហៅប៊ុនថេនភេទប្រុសអាយុ36ឆ្នាំនិងស្រុកកំណើតនៅភូមិមាត់ឃ្មុំឃុំជីរ៉ូទី2ស្រុកត្បូងឃ្មុំខេត្តកំពង់ចាមជនសង្ស័យម្នាក់ទៀតដែលកម្លាំងចាប់ខ្លួនជាមួយទាន់ដិតឈ្មោះឡុងប៊ុនថេននោះគឺមានឈ្មោះកងតូឡាភេទប្រុសអាយុ27ឆ្នាំនិងស្រុកកំណើតនៅភូមិស្ពួនស្រុកជើងព្រៃខេត្តកំពង់ចាមពាក់ព័ន្ធប្រព្រឹត្តលួចកាច់សោម៉ូតូនៅប្រទេសថៃយកមកលក់នៅទឹកដីកម្ពុជាក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងអធិការនគរបាលក្រុងប៉ោយប៉ែតលោកអ៊ុំសុផលបានប្រាប់ឲ្យដឹងថាទាន់ដិតឈ្មោះឡុងប៊ុនថេនកាលពីឆ្នាំ2012កម្លាំងរបស់លោកបានឃាត់ខ្លួនចាប់បញ្ជូនទៅតុលាដំបងខេត្តកំពង់ចាមម្ដងមកហើយពេលនេះទាន់ដិតខាងលើនេះបានរត់ចេញពីគុកខេត្តកំពង់ចាមហើយបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធលួចកាច់សោម៉ូតូលោកអធិការបានបញ្ជាក់ទៀតថាការចាប់ទាន់ដិតនៅស្រុកសំពៅលូនដែលពួកគេទាំងពីរនាក់ខាងលើនេះស្នាក់នៅលើកញ្ចុះក្នុងហាងក្នុងភូមិកើតហេតុទាន់ដិតខាងលើនេះមានអាវុធខ្លីម៉ាកAK-59មួយដើមមានគ្រាប់ចំនួន8គ្រាប់បញ្ចូលគ្រាប់រួចជាស្រេចលោកអធិការបន្តថានៅថ្ងៃទី22វិច្ឆិកាឆ្នាំ2013នេះកម្លាំងនគរបាលបានបញ្ជូនទាន់ដិតនិងជនសង្ស័យម្នាក់ទៀតខាងលើនេះបញ្ជូនវិលត្រឡប់ទៅតុលាការដំបងខេត្តកំពង់ចាមវិញដើម្បីឲ្យទទួលទោសសារជាថ្មីខ្ញុំបាទធីមថារាយការណ៍ពីក្រុងប៉ោយប៉ែតអាហ្វ្រាណេត